ច្បាស់ហើយញ៉ាំផ្លែប៉ោមទាំងសំបកមួយផ្លែក្នុងមួយថ្ងៃអាចជួយទប់ស្កាត់ជំងឺមហារីកបានពិតមែនកន្លងមកអ្នកជំនាញផ្នែកសុខភាពតែងតែផ្ដល់ដំបូន្មានឲ្យទទួលទានផ្លែប៉ោមដើម្បីឲ្យមានសុខភាពល្អនិងជៀសផុតការកើតជំងឺផ្សេងៗប៉ុន្តែមិនមានអ្នកណាហ៊ាននិយាយអំពីការទប់ស្កាត់ជំងឺមហារីកឡើយយ៉ាងណាក៏ដោយបើយោងតាមការសិក្សាចុងក្រោយបានបង្ហាញថាការទទួលទានផ្លែប៉ោមជាប្រចាំយ៉ាងតិចឲ្យបានមួយផ្លែក្នុងមួយថ្ងៃអាចជួយការពារពីជំងឺមហារីកបានប្រភពពីគេហទំព័រសុខភាព Time of India បានបន្តថាផ្លែប៉ោមមានផ្ទុកសារធាតុចិញ្ចឹមល្អៗរួមទាំងសម្បករបស់វាផងដែរដែលអាចជួយប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីកបានក្នុងពេលធ្វើតេស្តនៅមន្ទីរពិសោធន៍អ្នកវិទ្យាសាស្ត្ររកឃើញថាសារធាតុដ៏សំខាន់មួយក្នុងផ្លែប៉ោមហៅថា Triterpenoid មានសមត្ថភាពអាចសម្លាប់ឬបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាពសមាសធាតុផ្សេងទៀតដូចជា flavonoid និងអាស៊ីត phenolic ក៏ជួយបញ្ឈប់ការលូតលាស់ដុំសាច់មហារីកដូចជាមហារីកសូដនមហារីកថ្លើមនិងមហារីកពោះវៀនធំផងដែរជាមួយគ្នានេះការស្រាវជ្រាវពីសាកលវិទ្យាល័យជាច្រើនបានរកឃើញទៀតថាសារជាតិ flavonoid ដូចជា quercetin ដែលត្រូវបានរកឃើញលើផ្លែប៉ោមអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកធ្ងន់ធ្ងរដូចជាមហារីកលំពែងជាដើមការសិក្សាបង្ហាញទៀតថាការទទួលទានផ្លែប៉ោមជារៀងរាល់ថ្ងៃផ្ដល់នូវសារធាតុ polyphenol ដែលជួយកាត់បន្ថយការលូតលាស់កោសិកាមហារីកនិងការពារការរីករាលដាលនៃជំងឺមហារីកតែម្ដងស្របពេលជាមួយគ្នានេះការសិក្សាដ៏សំខាន់មួយទៀតបានបញ្ជាក់ថាអ្នកដែលញ៉ាំអាហារសម្បូរសារជាតិ flavonoid ច្រើនជាពិសេសគឺក្នុងផ្លែប៉ោមមានភាគរយទាបបំផុតក្នុងការស្លាប់ដោយសារតែជំងឺមហារីកឬជំងឺបេះដូងសូម្បីតែអ្នកចូលចិត្តជក់បារីនិងអ្នកផឹកគ្រឿងស្រវឹងច្រើនក៏ដោយគូបញ្ជាក់ថាទោះជាការទប់ស្កាត់មហារីកដោយញ៉ាំផ្លែប៉ោមត្រូវការសិក្សាបន្ថែមទៀតក៏ពិតមែនប៉ុន្តែការបន្ថែមផ្លែប៉ោមក្នុងរបបអាហារនៅតែផ្ដល់គុណសម្បត្តិខ្ពស់ចំពោះសុខភាពជាពិសេសការទទួលទានទាំងសម្បក